នេះខ្ញុំមិនក៏ចេះតែសុកវិលមកអញ្ចឹងហើយចូលអ្នកណាអីក៏ចិត្តដាច់ម្លេះបានជាយកក្មេងមកបណ្ដែតទឹកចោលបែបនេះចាប់ពីថ្ងៃនេះទៅតានឹងដាក់ឈ្មោះឲ្យឯងថាសិរីហើយយីចោលតាលោកតាចាំចៅបន្តិចណាអេដែរហើយខ្ញុំសូមអរគុណលោកម្ដងទៀតណាដែលបានជួយខ្ញុំបានអញ្ចឹងខ្ញុំលាលោកទៅវិញសិនហើយអូនេះជារបស់អ្នកនាងមិញតាអញ្ចឹងខ្ញុំគួរយកទៅឲ្យគេវិញតាមណាទៅមានតែទុកនៅនឹងខ្ញុំសិនហើយរឿងកំព្រាភាគទី1ចាន់នីជាស្ត្រីមេម៉ាញ់ម្នាក់ដែលត្រូវបានប្តីរត់ចោលទុកឲ្យនាងនៅចិញ្ចឹមកូនតូចដែលទើបនឹងកើតតែម្នាក់ឯងប៉ុន្តែទោះបីជាជីវិតលំបាកប៉ុណ្ណាក៏ដោយក៏ចាន់នីនាងនៅតែខំប្រឹងប្រែងតតាំងជាមួយព្រំលិខិតមិនចុះចាញ់ឡើយព្រោះដើម្បីចិញ្ចឹមកូនរបស់នាងតទៅមុខកូនអើយថ្ងៃនេះដូចជាមិនសូវមានផលិតនឹងតកួនឬក៏ផ្កាស្នោសោះកូនតែថ្ងៃនឹងពួកយើងអត់មានអីលក់ទៅប៉ុន្តែមិនអីទេកូនយើងដកបានប៉ុណ្ណាលក់ប៉ុណ្ណឹងទៅណោះមើលទៅមេឃដូចជាបាក់ថ្ងៃខ្លាំងដល់ហើយអញ្ចឹងមិនអាចដកបានទៀតទេមានតែត្រឡប់ទៅផ្ទះវិញអេនោះផលិតរីកល្អណាស់ដកមួយទៀតសិនចាំតិចណាកូនម៉ែដឹងថាកូនក្តៅតែម៉ែសំដៅផលិតតែមួយតងទៀតទេណាកូនពួកយើងបានត្រឡប់ទៅផ្ទះវិញហើយនេះខ្ញុំមិនក៏ចេះតែសុកវិលមកអញ្ចឹងប្រហែលជាមកពីខ្ញុំចង់ពរលោកហើយអូយអស់ពេលជាច្រើនម៉ោងដោយគ្មានអ្នកណាដឹងចាន់នីនាងក៏បានបាត់បង់ជីវិតចោលកូននៅក្នុងទឹកបឹងនោះទៅដោយទុកឲ្យកូនតូចរបស់នាងនៅលើទូកកណ្ដាលសាគរតែម្នាក់ឯងដោយសារតែកម្លាំងខ្យល់ទូកនោះក៏ចេះតែរសាត់អណ្ដែតតាមទឹកទៅជារឿយនេះសំលេងក្មេងមកពីណាមកស្រែកយំល្វើយនឹងណោះពុទ្ធោអើយហើយเจ้าអ្នកណាអីក៏ចិត្តដាច់ម្លេះបានជាយកក្មេងមកបណ្ដែតទឹកចោលបែបនេះមិនដឹងជាគ្នាស្រែកយំតាំងពីថ្មើរណាមកទេកុំយំអីណាចៅកុំយំអីអស់អីហើយចាំតានាំទៅហូបបបកុំយំអីណាចៅកុំយំឈប់យំទៅចៅបបឆ្អិនហើយហត់ណែហូបបបទៅចៅអូយមើលចុះប្រហែលជាឃ្លានខ្លាំងហើយមិនដឹងថាមានរឿងអីទេបានជាត្រូវយកមកបណ្ដែតតាមទូកនៅកណ្ដាលសាគរល្វឹងល្វើយបែបនេះចៅអើយនេះសំណាងហើយដែតមកមិនមានគ្រោះថ្នាក់អីនោះអាល្អិតនេះពិតជាមានជីវិតថ្លៃណាស់ចាប់ពីថ្ងៃនេះទៅតានឹងដាក់ឈ្មោះឲ្យឯងថាសិរីហើយព្រ
ព្រោះឈ្មោះនេះងាយស្រួលហៅហើយអត្ថន័យល្អណាស់តើឯងស្រឡាញ់ឈ្មោះនេះទេចេះសើចទៀតនេះអើយដូច្នេះបានន័យថាឯងស្រឡាញ់ហើយមែនទេពីមួយថ្ងៃទៅមួយថ្ងៃតាសំគាត់ស្រឡាញ់និងមើលថែសេរីដូចជាចៅបង្កើតរបស់គាត់អញ្ចឹងមិនយូរប៉ុន្មានពេលវេលា22ឆ្នាំក៏បានកន្លងផុតទៅយ៉ាងលឿនរីឯសេរីវិញគេក៏ធំពេញវ័យពេញរូបរាងផងដែរសេរីអើយហើយនេះសេរីគេទៅណាបាត់ហើយចេះបាទលោកតានេះចៅឯងទៅមកពីណាហ៎តាស្រែករយូរហើយអូមិញនេះចៅរវល់តែទៅដងទឹកដាក់ពីងទើបចៅអត់លឺលោកតាហើយចៅឯងដងពេញពីងនៅបាទពេញហើយលោកតាបើដងពេញហើយអញ្ចឹងចៅឯងប្រញាប់ទៅរៀបចំសម្ភារៈនិងថ្នាំមួយចំនួនមកដើម្បីយកទៅព្យាបាលអ្នកភូមិជាមួយនឹងតាណាអូបាទលោកតាអ្នកជំងឺផុតគ្រោះថ្នាក់ហើយសំណាងល្អមែនតែនដែលពឹសនោះវាមិនទាន់ជ្រាបចូលដល់ក្នុងសរសៃឈាមបេះដូងបើមិនចឹងទេយ៉ាប់មិនខានឡើយខ្ញុំអរគុណណាស់លោកគ្រូពេទ្យដែលបានជួយជីវិតប្តីខ្ញុំមិនអីទេខ្ញុំជួយបានចេះតែជួយហើយបើអញ្ចឹងតើពេលណាប្តីខ្ញុំដឹងខ្លួនឡើងវិញទៅលោកគ្រូពេទ្យ2 ទៅ 3 ម៉ោងទៀតគេដឹងខ្លួនហើយកុំភ័យអីណាចាលោកគ្រូពេទ្យសេរីចៅឯងរៀបចំឲ្យថ្នាំទៅប្រពន្ធអ្នកជំងឺទៅណាចៅបាទលោកតាណាមីថ្នាំមកកញ្ចប់នេះជាថ្នាំកម្លាំងដូច្នេះក្រោយពេលដែលអ្នកជំងឺគាត់ដឹងខ្លួនណាមីយកទៅដាំឲ្យគាត់ពិសាទេដើម្បីឲ្យគាត់ឆាប់មានកម្លាំងដូចដើមវិញហើយសម្រាប់ថ្នាំមួយនេះណាមីទុកលាបនៅមុខរបួសរបស់គាត់ដើម្បីកុំឲ្យមុខរបួសคล้ายអាចលាបមួយថ្ងៃ2 ទៅ 3 ដងក៏បានដែរណាមីចាអរគុណណាស់លោកគ្រូពេទ្យកំឡោះសង្ហាហើយថែមទាំងចេះវិជ្ជាពេទ្យទៀតបើខ្ញុំមានកូនកំមុំអីណាខ្ញុំនឹងលើកឲ្យត្មងហើយបាទអរគុណណាមីបើអញ្ចឹងខ្ញុំនឹងចៅត្រឡប់ទៅវិញហើយបើមានអីអាចទៅរកខ្ញុំបានណាចាអរគុណលោកគ្រូពេទ្យទាំងពីរហើយដែលបានជួយសង្គ្រោះជីវិតប្តីរបស់ខ្ញុំមិនអញ្ចឹងទេកូនខ្ញុំប្រហែលជាកំព្រាឪពុកលែងមានឪពុកហៅនឹងគេហើយលោកគ្រូពេទ្យជាពេទ្យទេវតាដែលអ្នកស្រុកគេល្បីពិតមែនទេមិនដល់ថ្នាក់នឹងទេជំងឺណាដែលខ្ញុំអាចជួយព្យាបាលបានខ្ញុំក៏ជួយទៅតែខ្ញុំពិតជាសូមសរសើរលោកគ្រូពេទ្យពិតមែនណាបាទខ្ញុំអរគុណណាស់ហើយក្មួយកុំភ្លេចប្រាប់ប្តីក្មួយផងពេលដើរព្រៃត្រូវឲ្យគេប្រយ័ត្នប្រយែងព្រោះក្នុងព្រៃវាមានគ្រោះថ្នាក់ណាស់ខ្ញុំទៅហើយចាលោកគ្រូពេទ្យទៅវិញសូមឲ្យសុខសប្បាយតាមផ្លូវបាទអរគុណណាមីតោះចៅបាទលោកតានៅទីនេះមនុស្សអ៊ូអនណាខ្ញុំមិនដែលបានមកសោះអ្នកភូមិគេមកទីនេះដើម្បីទិញនិងលក់របស់របរផ្សេងទើបបានជាមនុស្សច្រើនអ៊ូអរបែបនេះណាចៅអូចៅយល់ហើយលោកតាចៅអើយជួយផងចៅលួចប្រាក់អ្នកណាក៏បានដែរជួយចាប់ចោលផងជួយផងចៅតាលោកតាចាំចៅបន្តិចណាអេតែចៅចង់ទៅណាអូយខ្ញុំខ្លាចហើយលោកខ្ញុំខ្លាចហើយកុំចង់តដៃឲ្យសោះណាអើយខ្ញុំអត់ហ៊ានទេលោកខ្ញុំមិនហ៊ានតដៃទេឆាប់ឲ្យថងប្រាក់មកបើមិនចង់ស្លាប់ទេបាទ
នេះថងប្រាក់យកទៅវិញចោះហើយសុំដោះលែងខ្ញុំទៅខ្ញុំសុំបលើកក្រោយខ្ញុំលែងលួចគេទៀតហើយខ្ញុំលែងហ៊ានហើយដោះលែងខ្ញុំទៅបើលើកក្រោយឲ្យយើងឃើញឯងដើរលួចគេទៀតយើងមិនដោះលែងឯងទេបានខ្ញុំលែងហ៊ានហើយ ចៅនោះតែណាបាត់ហើយហើយ អូគឺគេរត់ទៅបាត់ហើយ ហើយចុះថងប្រាក់របស់ខ្ញុំនោះ នេះខ្ញុំយកមកវិញបានហើយ ខ្ញុំអរគុណលោកណាស់ដែលបានជួយចាប់ចៅហើយយកថងប្រាក់ពីចៅនោះមកឲ្យខ្ញុំវិញបានហត់ណាស់ប្រាក់តែងទួយខ្ញុំជូនលោកទុកជាការសងគុណដែលលោកប្រថុយជីវិតជាមួយចៅដើម្បីជួយដល់ខ្ញុំ អូអត់អីទេខ្ញុំមិនទទួលទេអ្នកនាងទុកវិញចុះនាងក៏ដៃអ្នកនាងមានរបួសហើយនេះកើតឡើងដោយសារតែចៅមិញនឹងមែន អឺគឺមិនមែនទេខ្ញុំធ្វើឲ្យមានរបួសដល់ខ្លួនឯងតា អូអញ្ចឹងទេហ៎ ចាហើយខ្ញុំសូមអរគុណលោកម្ដងទៀតណាដែលបានជួយខ្ញុំបានចឹងខ្ញុំលាលោកទៅវិញសិនហើយ អេអ្នកនាងឈប់សិនហើយមិនទាន់បានសួរឈ្មោះនាងផងបញ្ញាប់ទៅបានអេនេះជាខ្សែករបស់នរណាគេអញ្ចេះមិនបានជាមកជ្រុះអីនៅទីនេះទៅវិញអូនេះជារបស់អ្នកនាងមិញតាអញ្ចឹងខ្ញុំគួរយកទៅឲ្យគេវិញតាមណាទៅបើឥឡូវនេះអ្នកនាងម្នាក់នោះទៅបាត់ហើយនឹងមានតែទុកនៅនឹងខ្ញុំសិនហើយចាំស្អែកចាំយកមកសងនាងវិញនាងច័ន្ទត្រៀមទៅណាបាត់ហើយខ្ញុំក៏មិនដឹងដែរលោកស្រីនាងនោះប្រហែលជាវាចង់កិច្ចពីការងារទៀតហើយមើលទៅឪវាមិននៅផងចាំមើលតែមកណាយើងវាយឲ្យបែកខ្នងម្ដងអូមកហើយហើយនាងអាចបាត់ក្បាលពេញមកព្រឹកហើយទៅណាហ៎សំទោសផងមីងគឺព្រឹកមិញខ្ញុំទៅផ្សារប៉ុន្តែមានរឿងតាញ់ទួចនៅផ្សារទើបធ្វើខ្ញុំមកផ្ទះវិញរៀងយូរកុហកកុំគិតណាថាយើងមិនដឹងថានាងឯងលួចចេញទៅដើរលេងកិច្ចពីការងារនោះអត់ទេមីងខ្ញុំនិយាយជាការពិតខ្ញុំអត់បានកុហកទេនៅនិយាយកុហកយើងទៀតមែនទេខ្ញុំជឿណាស់មីងអូយ នេះមានរឿងអីហាអូន លោកបងលោកពុកលោកបងនេះលោកបងមកវិញមិនក៏មិនប្រាប់អូនឲ្យដឹងផងណាអាងអូននេះចេញទៅទទួល បើប្រាប់អូនឲ្យដឹងមុនមិននឹងអូនភ្ញាក់ផ្អើលទៅហើយមិញអូនជាមួយច័ន្ទត្រៀងនិយាយគ្នាពីរឿងអី គឺគ្មានអីទេលោកបងអូនគ្រាន់តែនិយាយលេងធម្មតាជាមួយក្មួយច័ន្ទត្រៀនតើមិនអត់ច័ន្ទត្រៀចាពិតមែនហើយលោកពុកខ្ញុំនឹងអ្នកមីងគ្រាន់តែនិយាយគ្នាលេងធម្មតាទេលោកបងមកពីឆ្ងាយបែបនេះប្រកាសជានឿយហត់ហើយអញ្ចឹងលោកបងឆាប់ចូលទៅសម្រាប់សិនទៅចាំអូនចូលទៅធ្វើសរសៃសសងឲ្យណាលោកបង បាទអូន ពុកហាក់ដូចជាមិនខ្វល់ពីខ្ញុំសោះធ្វើដូចជាខ្ញុំគ្មានរូបគ្មានរាងនៅចំពោះមុខគាត់អញ្ចឹងព្រះច័ន្ទយប់នេះរះពេញវងល្អណាស់នេះខ្ញុំកាត់អីហេតុអីក៏សុកនឹកដល់ម្ចាស់ខ្សែកនេះអញ្ចឹងនេះខ្ញុំមិនដែលបាបនឹងពីមុនមកទេឬមួយក៏ខ្ញុំនេះមានចិត្តទៅលើគេម្នាក់នោះនេះក៏ដៃអ្នកនាងមានរបួសហើយនេះកើតឡើងដោយសារតែចៅមិញនឹងមែនគឺមិនមែនទេខ្ញុំធ្វើឲ្យមានរបួសដល់ខ្លួនឯងតាអូអញ្ចឹងទេហ៎ចាហើយខ្ញុំសូមអរគុណលោកម្ដងទៀតណាដែលបានជួយខ្ញុំបានចឹងខ្ញុំលាលោកទៅវិញសិនហើយហើយអត់ទេមិនបែបនឹងទេប្រហែលជាដោយសារតែខ្សែកនេះហើយបានជាខ្ញុំចេះតែមានអារម្មណ៍នឹងគេបែបនេះមិនកើតទេស្អែកនេះខ្ញុំត្រូវតែយកទៅប្រគល់ឲ្យម្ចាស់គេវិញហើយទៅបានបើមិនអញ្ចឹងខ្ញុំធ្វើអីមិនកើតទេបើខួរក្បាលខ្ញុំនឹកឃើញតែគេរហូតអញ្ចឹងនោះ
ចន្ទ្រាកូនអ្នកម៉ែនេះអ្នកម៉ែពិតមែនទេអ្នកម៉ែទៅណាម៉ែក៏ទុកកូនចោលយូរម្ល៉េះដឹងទេថាកូននឹកអ្នកម៉ែប៉ុណ្ណារាល់ថ្ងៃកូនរស់នៅលំបាកណាស់អ្នកម៉ែឲ្យម៉ែសុំទោសណាកូនដែលម៉ែមិនបាននៅមើលថែកូនដៃកូនប្រហែលជាឈឺខ្លាំងហើយចន្ទ្រាកូនកូនត្រូវតែរឹងមាំណាកូនឮទេម៉ែនឹងនៅក្បែរកូនជានិច្ចកូនកុំខ្លាចណាម៉ែស្រឡាញ់កូនណាស់ចន្ទ្រាម៉ែទៅហើយកូនអ្នកម៉ែជប់សិនអ្នកម៉ែចង់ទៅណាចាំកូនផងអ្នកម៉ែអូអ្នកម៉ែកូនមិនចង់ធ្វើជាមនុស្សរឹងមាំទេកូនត្រូវការអ្នកម៉ែនៅក្បែរកូននឹកអ្នកម៉ែខ្លាំងណាស់មិនកូនអ្នកម៉ែទៅចោលកូនទុកឲ្យកូនរស់នៅម្នាក់ឯងបែបនេះតើអ្នកម៉ែមានដឹងទេអត់ពេលអ្នកម៉ែទៅកូនរស់នៅឯកូនណាលោកពុកវិញគាត់មិនដែលខ្វល់ខ្វាយពីកូនឡើយបើសិនជាពេលនេះមានអ្នកម៉ែនៅក្បែរកូនប្រហែលជាមិនមានអារម្មណ៍ថាឯកោដូចសពថ្ងៃនេះទេអ្នកម៉ែយកកូនទៅនៅជាមួយផងទេអូខ្សែករបស់ខ្ញុំបាត់ទៅណាហើយចប់ហើយមិនដឹងជាវាជ្រុះនៅកន្លែងណាទេអូឬមួយក៏ជ្រុះកំឡុងពេលដែលខ្ញុំរត់ចេញចាប់ចោលពេលនៅផ្សារកាលពីព្រឹកមិញមែនហើយខ្ញុំគិតថាប្រហែលជាជ្រុះនៅទីនោះហើយសង្ឃឹមថាគ្មានអ្នកណាគេរើបានទៅចុះលោកអើយលោកតាចៅមានការត្រូវចេញទៅក្រៅហើយថ្ងៃបន្តិចទើបចៅត្រឡប់មកវិញហើយចៅឯងចង់ទៅណា គឺកាលពីម្សិលមិញចៅបានទៅជួយចាប់ចោលឲ្យនារីម្នាក់ហើយនារីម្នាក់នោះនាងក៏បានធ្វើឲ្យជ្រុះខ្សែករបស់នាងនៅនឹងកន្លែងចាប់ចោលហើយចៅក៏រើសបានប៉ុន្តែម្ចាស់ខ្សែកនោះគេត្រឡប់ទៅផ្ទះវិញបាត់ទៅហើយអញ្ចឹងហើយចៅក៏មិនដឹងថាយកទៅឲ្យនាងវិញតាមណាដូច្នេះចៅក៏សម្រេចចិត្តថាទុកខ្សែកនេះនឹងចៅសិនចាំព្រឹកចៅនឹងយកទៅសងនាងវិញតាពិតជាសប្បាយចិត្តណាស់ពេលឃើញចៅរបស់តាខ្លាយជាមនុស្សល្អបែបនេះហើយនិយាយអញ្ចឹងចៅឯងចង់យកខ្សែកទៅឲ្យគេវិញនៅកន្លែងណាចៅនឹងទៅចាំនាងម្នាក់នោះនៅផ្សារដដែលណាលោកតាព្រោះចៅគិតថានាងម្នាក់នោះប្រកាសជាមកផ្សារម្ដងទៀតដើម្បីរកខ្សែករបស់នាងហើយពិតមែនហើយបើអញ្ចឹងចៅប្រញាប់ទៅហើយណាលោកតាទៅចុះចៅប្រយ័ត្នប្រយែងផងឮទេបាទលោកតាឃើញចៅខ្ញុំជាមនុស្សល្អបែបនេះខ្ញុំពិតជាមានមោទនភាពណាស់សង្ឃឹមថាខ្ញុំនិងអ្នកនាងមាននិស្ស័យបានជួបគ្នាម្ដងទៀតចុះតាធ្លាក់នៅម្ដុំណាទៅមិនក៏រកមិនឃើញសោះអញ្ចឹងឬមួយមានអរិយចិត្តបាត់ហើយទេដឹងអូយសំទោសផងខ្ញុំអត់មានចេតនាទេគឺជានាងតាលោកជាអ្នកណាគេហើយស្គាល់ខ្ញុំដែរមែនទេគឺខ្ញុំជាអ្នកជួយចាប់ចោលឲ្យនាងកាលពីម្សិលមិញនោះអីខ្ញុំចាំបានហើយតាមពិតគឺជាលោកតាខ្ញុំសំទោសណាដែលមិនបានចាំមុខរបស់លោកដោយសារម្សិលមិញខ្ញុំប្រញាប់ពេកអញ្ចឹងខ្ញុំសូមអរគុណលោកម្ដងទៀតណាដែលបានជួយចាប់ចោលឲ្យខ្ញុំកាលពីម្សិលមិញនោះបើមិនបានលោកជួយចាប់ចោលឲ្យខ្ញុំទេប្រហែលជាខ្ញុំត្រូវអស់ប្រាក់ពីខ្លួនហើយបាទមិនអីទេហើយចុះនាងកំពុងតែអោនរមើលអីនឹងគឺខ្ញុំកំពុងរកមើលខ្សែកដែលខ្ញុំធ្វើឲ្យជ្រុះកាលពីម្សិលមិញខ្ញុំគិតថាខ្ញុំធ្វើឲ្យជ្រុះនៅម្ដុំនេះនឹងកំឡុងពេលដែលខ្ញុំរត់ចេញមកតាមចាប់ចោលប៉ុន្តែខ្ញុំរកយ៉ាងណាក៏រកមិនឃើញដែរហើយប្រហែលជាមានគេរើសទៅបាត់ហើយខ្ញុំមិនសង្ឃឹមទេនាងកំពុងតែរកខ្សែកនេះមែនទេត្រូវហើយលោកគឺខ្សែកនឹងហើយមិនបានជាវានៅនឹងលោកទៅវិញគឺខ្ញុំរើសបាននៅកន្លែងចាប់ចោលកាលពីម្សិលមិញនឹងណាអូយ
ខ្ញុំសប្បាយចិត្តណាស់ដែលបានរកខ្សែកឃើញខ្ញុំពិតជាអរគុណលោកមែនទែនខ្ញុំជំពាក់លោកពីរដងហើយ អត់ទេខ្ញុំមិនចង់បានគុណស្រ័យអីទេអ្នកនាងកុំគិតរឿងគុណស្រ័យអី បានចឹងចាត់ទុកថាជាការអរគុណតើខ្ញុំអាចចេញលោកទៅហូបអីនៅចិត្តនេះបានទេព្រោះខ្ញុំមិនដឹងគួរអរគុណលោកបែបណាដើម្បីឲ្យសមនោះទេមានតែបបលលោកទៅហូបអីនឹងហើយ បាទអញ្ចឹងក៏បានដែរអ្នកនាង បានចឹងតោះយើងលោកចូលចិត្តហូបបង្អែមឬអត់ បាទខ្ញុំចូលចិត្តតា អញ្ចឹងពួកយើងហូបបង្អែមត្មងទៅ បាទហូបអីក៏បានដែរ អ្នកលក់សុំបង្អែម2ចាន បាទចាំតិច បង្អែមនៅទីនេះឆ្ងាញ់ណាស់លោកដែលមកហូបអត់ អូខ្ញុំមិនដែលមកហូបនៅទីនេះទេនេះជាលើកទី1ហើយអ្នកនាង ចាំមើលណានៅពេលដែលលោកបានហូបហើយធានាថាលោកនឹងជាប់ចិត្តត្មង មែនណា ពេលល្ងាចនឹងមានភ្ញៀវមកលេងផ្ទះយើងដូច្នេះអូនចាំរៀបចំដើម្បីទទួលភ្ញៀវផងឮទេ ចាលោកបងកំព្រួយអី ហើយចុះឯណាចន្ទ្រានាងទៅណាបាត់ហើយ អូនក៏មិនដឹងដែរលោកបងអូនមិនឃើញនាងតាំងពីព្រឹកមកម្លេះចន្ទ្រានាងប្រហែលជាស្អប់អូនហើយមិនចង់ឃើញមុខអូនបានជាព្យាយាមកិច្ចរហូតបែបនេះ តើអូននឹងនាងមានរឿងអី អូនមិនហ៊ាននិយាយប្រាប់លោកបងទេអូនខ្លាចចន្ទ្រាថាអូននេះជាមនុស្សប្រកែកទូលពិត បងនៅទីនេះហើយអូនកុំខ្លាចអីមានរឿងអីអូនឆាប់និយាយចេញមក គឺពេលលោកបងមកនៅផ្ទះចន្ទ្រាបានរករឿងវាយធ្វើបាបអូនហើយនិយាយមើលងាយថាអូននេះដណ្ដើមបងចេញពីម្ដាយនាងទើបធ្វើឲ្យម្ដាយនាងគ្រាំទ្រូងស្លាប់នាងថានាងស្អប់អូនណាស់មិនចង់ឃើញមុខអូននៅក្នុងផ្ទះនេះទៀតទេណាលោកបងអូនណាពិតជាមានអារម្មណ៍ថាខូចចិត្តបើលោកបងមិនជឿលោកបងអាចសួរនាងច័ន្ទនិងអ្នកបម្រើក្នុងផ្ទះបានអូនណាមិនបានកុហកទេលោកបងមែនហើយលោកម្ចាស់គឺអ្នកនាងចន្ទ្រាពិតជាបានធ្វើបែបនឹងដាក់លោកស្រីកញ្ចនាពិតមែនខ្ញុំព្យាយាមខត់ដែរតែអ្នកនាងចន្ទ្រាមិនស្ដាប់ទេថែមទាំងស្ដីបន្ទោសឲ្យខ្ញុំទៀតផងណាលោកម្ចាស់ យើកូននេះវាកាន់តែប្រហើនហើយតើអញ្ចឹមអស់តបាយមែននាងច័ន្ទនាងឯងឆាប់ទៅតាមចន្ទ្រាមក គឺអ្នកនាងចន្ទ្រាចេញពីផ្ទះតាំងពីព្រឹកបាត់ហើយលោកម្ចាស់ ហើយគេមានប្រាប់ថាចេញទៅណាទី ខ្ញុំសួរដែរតែអ្នកនាងចន្ទ្រាប្រាប់ថាមិនបាច់ឲ្យខ្ញុំចេះដឹងទេខ្ញុំក៏មិនហ៊ានសួរគាត់ទៀតទៅ ក្មេងនេះអ្មិនក៏ប្របាក់ចិញ្ចឹមម្លេះវើយយើងខំលើកឲ្យឡើងទ្រឿងខ្ពស់ហើយតែបែរជាចង់វានៅលើដីទៅវិញយូរទៅកាន់តែថ្លើមធំហើយហ៊ានចេញទៅក្រៅដើរហើរដោយមិនចេះប្រាប់អ្នកណាសោះ ប្រហែលជាចន្ទ្រាមួម៉ៅរឿងអីមួយឲ្យលោកបងបានជានិយាយបែបនឹងដាក់នាងច័ន្ទលោកបងកុំខឹងនឹងចន្ទ្រាអីណាលោកបងខ្ញុំសុំវល់ អត់បានទីអូនកុំកាន់ជើងក្មេងខូចអីចរិតបែបនឹងវាទាល់តែបដៅចេញខ្លះហើយទើបវាមិនខូចពូជ ចាលោកបងចាំមិនដែររសជាតិ ពិតជាឆ្ងាញ់ដូចអ្នកនាងថាមែនតារសជាតិល្មមមិនផ្អែមខ្លាំងពេកស្រួលហូបណាស់ និយាយអញ្ចឹងខ្ញុំជួបលោកពីរដងហើយតែខ្ញុំមិនទាន់ស្គាល់ឈ្មោះលោកសោះតើលោកឈ្មោះអីដែរ អូខ្ញុំឈ្មោះសេរីហើយចុះអ្នកនាងវិញ ខ្ញុំឈ្មោះចន្ទ្រា ឈ្មោះអ្នកនាងពីរោះណាស់ ឈ្មោះនឹងអ្នកម៉ែខ្ញុំជាអ្នកដាក់ឲ្យគាត់ថាដោយសារខ្ញុំកាត់ចំពេលយប់ជាយប់ដែលមានពលឺព្រះច័ន្ទភ្លឺពេញវងល្អណាស់ដូច្នេះហើយទើបអ្នកម៉ែខ្ញុំដាក់ឈ្មោះឲ្យខ្ញុំតែម្ដងទៅ អូតាមពិតទៅឈ្មោះនេះសមជាមួយនឹងអ្នកនាងណាស់អ្នកម៉ែអ្នកនាងពិតជាប្រកាសដាក់ឈ្មោះឲ្យមែន មែនហើយអ្នកម៉ែខ្ញុំគាត់ជាមនុស្សស្រីដែលប្រកែកណាស់តែគួរឲ្យស្ដាយគាត់លែងបាននៅមើលថែខ្ញុំទៀតហើយគាត់ទៅនៅលើមេចោលខ្ញុំបាត់ហើយ ឲ្យខ្ញុំសុំទោសណាស់អ្នកនាងដែលខ្ញុំនិយាយរំលឹកពីម្ដាយរបស់អ្នកនាងខ្ញុំគ្មានចេតនាទេ អត់ទេលោកក៏មានអារម្មណ៍ថាខុសអីខ្ញុំរៀងសោកសៅដោយសារតែខ្ញុំនឹកគាត់ពេកនឹងណាតែមិនមែនមកពីលោកនិយាយរំលឹកពីគាត់ទេ បានអ្នកនាង ឈ្មោះរបស់លោកក៏ពីរោះដែរហើយក៏មានអត្ថន័យល្អទៀតនេះប្រហែលជាអ្នកម៉ែរបស់លោកជាអ្នកដាក់ឲ្យដែរហើយ អូអត់ទេលោកតាខ្ញុំជាអ្នកដាក់ឲ្យតាខ្ញុំដឹងក្តីមកគឺមានតែលោកតាម្នាក់គត់ដែលចិញ្ចឹមបីបាច់ខ្ញុំមិនដឹងថាពុកម៉ែខ្ញុំនៅឯណាទេហើយមានមុខមាត់យ៉ាងម៉េចក៏មិនដឹងខ្ញុំមិនដែលបានឃើញឡើយ តាមពិតទៅពួកយើងទៅពីរនាក់សុទ្ធតែជាកូនកំព្រាខ្វះភាពកក់ក្ដៅដូចគ្នាសោះតែមិនអីទេយ៉ាងហោចណាស់ក៏លោកនៅមានលោកតាដ៏ល្អម្នាក់ចាំផ្ដល់ភាពកក់ក្ដៅឲ្យដែរ
ត្រូវហើយលោកតាខ្ញុំគាត់ល្អណាស់ប្រៀបដូចជាទេវតាអញ្ចឹងខ្ញុំមិនដឹងថាមានពាក្យអ្វីមករៀបរាប់ឲ្យត្រូវទេណានាងអើយ អូលោកពិតជាសំណាងល្អណាស់ហើយនិយាយអញ្ចឹងលោកនិងលោកតារបស់លោកជាអ្នករស់នៅទីនេះមែនទេ អត់ទេផ្ទះខ្ញុំនៅក្បែរជើងភ្នំឯណោះណានាង អូផ្ទះរបស់លោកឆ្ងាយពីទីនេះណាហេតុអីក៏លោកមិនមករស់នៅទីនេះជាមួយអ្នកភូមិដទៃទៀតអញ្ចឹង លោកតាខ្ញុំប្រាប់ថានៅក្បែរជើងភ្នំងាយស្រួលរស់នៅមានភាពស្ងប់ស្ងាត់ល្អហើយនឹងងាយស្រួលចូលព្រៃដើម្បីរកថ្នាំព្រោះលោកតារបស់ខ្ញុំគាត់ជាគ្រូពេទ្យ អូបើអញ្ចឹងលោកក៏ជាគ្រូពេទ្យដែរត្រូវឬអត់ បាទប៉ុន្តែខ្ញុំមិនប្រកែកដោយលោកតារបស់ខ្ញុំទេ យូរទៅលោកនឹងប្រកាសដោយគាត់អញ្ចឹង សង្ឃឹមអញ្ចឹងទៅចុះ អញ្ចឹងលោកឆាប់ហូបទៅទុកយូរឡើងឆ្ងាញ់ហើយ បាទណានាង យ៉ាងម៉េចហើយនាងច័ន្ទច័ន្ទត្រៀមមកវិញហើយនៅ អ្នកនាងច័ន្ទត្រៀមមិនទាន់ឃើញមកវិញទេលោកម្ចាស់ ថ្មើរនឹងហើយនឹងមិនទាន់មកវិញទៀតចាំមើលតមកវិញណាយើងនឹងវាយវាឲ្យបែកខ្នងម្ដងកុំឲ្យវាជើងវែងប្រកែកដើរពេក លោកបងចិត្តតិចទៅណាលោកបងចិត្តតិចបន្តិចទៀតណាក្មួយច័ន្ទត្រៀគេមកវិញហើយលោកបងកុំផ្ទះសារពេកអី នេះច័ន្ទត្រៀគេធ្វើដាក់អូនប៉ុណ្ណឹងហើយនៅកាន់ជើងនាងទៀតហ៎អូននេះពិតជាល្អពេកហើយ គឺមកពីអូននេះស្រឡាញ់ក្មួយច័ន្ទត្រៀដូចជាកូនបង្កើតរបស់អូននឹងណាតែក្មួយច័ន្ទត្រៀនាងមិនយល់ពីអូនឡើយតែមិនអីទេធ្វើមកចាអូនមិនទាន់ល្អគ្រប់គ្រាន់អូននឹងព្យាយាមធ្វើល្អដាក់ក្មួយច័ន្ទត្រៀឲ្យបានច្រើនជាងនេះទៀតក្រែងក្មួយច័ន្ទត្រៀគេចាត់ទុនចាត់ទុកអូនដូចជាម្ដាយល្អរបស់នាងខ្លះ អូនមិនបាច់ធ្វើអីទេទុកឲ្យបងជាអ្នកចាត់ការបដៅច័ន្ទត្រៀដោយខ្លួនឯងអូនកុំគិតច្រើនពេកអីណា តែ ជឿបងទៅណាអូន ចាស់លោកបងភីអ្នកណាចង់ធ្វើចំម៉ែវានោះយើងគ្រាន់តែសម្ដែងឲ្យឯងស្លាប់ចិត្តជាមួយយើងតើពិតជាល្ងងមែនខ្ញុំគិតថាខ្ញុំត្រូវត្រឡប់ទៅវិញហើយព្រោះខ្ញុំចេញមកក្រៅរៀនយូរដែរហើយខ្លាចអ្នកផ្ទះបារម្ភ បាទណានាង បើអញ្ចឹងខ្ញុំទៅសិនហើយណា ឈប់សិនណានាង លោកមានអីមែន ណែណានាងយកថ្នាំនេះទុកលាបដៃទៅខ្ញុំឃើញណានាងមានរបួសនៅកដៃ តើនេះជាថ្នាំអីទៅ ថ្នាំនេះសម្រាប់លាបនៅកន្លែងដែលយើងមានរបួសមានស្នាមជាំឬក៏ថ្លោះដៃថ្លោះជើងក៏អាចលាបបានដែរថ្នាំនេះពូកែណាស់លោកតាខ្ញុំគឺជាអ្នកធ្វើដោយផ្ទាល់ណានាងយកទៅលាបតែ2 3ថ្ងៃរបួសរបស់ណានាងនឹងជាហើយ អូបើអញ្ចឹងខ្ញុំអរគុណលោកហើយណាខ្ញុំទៅសិនហើយ បាទប្រយ័ត្នប្រយែងតាមផ្លូវផងណាណានាង ចា ស្នាមញញឹមរបស់នាងធ្វើឲ្យបេះដូងរបស់ខ្ញុំស្ទើរតែលូតចេញមកក្រៅហើយ ឯងមកហើយហ៎ លោកពុក ឯងទើបមកពីណាហ៎ ចាលោកពុកគឺខ្ញុំទៅមកពីផ្សារ បើទៅផ្សារឯណារបស់មិនក៏មិនឃើញទិញមកឬមួយក៏ឯងកុហកយើងនេះឯងចាត់ទុកអ្នកផ្ទះនេះជាកបីមែនទីបានជាចង់ទៅណាក៏ចេញទៅបាត់ដោយមិនប្រាប់អ្នកណាឲ្យដឹងសោះអញ្ចឹង លោកបងកុំសម្លឹកក្មួយចន្ទ្រាខ្លាំងពេកអីមើលចុះគ្នាភ័យអស់ហើយ អូនកុំខាត់បងអីបងកំពុងតែពុតសន្តានក្មេងម្នាក់នេះកុំឲ្យគេមានចរិតកាត់ទៅរកម្ដាយរបស់គេពេកបងមិនចូលចិត្តទេបងស្អប់ណាស់ បាទលោកពុកខឹងរឿងខ្ញុំចេញទៅក្រៅដោយមិនបានប្រាប់អ្នកផ្ទះនោះឲ្យខ្ញុំសុំទោសហើយលោកពុកស្ដីជេរផ្ដាច់ខ្ញុំមកចុះខ្ញុំទទួលយកបានគ្រប់យ៉ាងប៉ុន្តែខ្ញុំសុំតែម្យ៉ាងទេគឺសុំឲ្យលោកពុកកុំជេរស្ដីអ្នកម៉ែខ្ញុំអីអ្នកម៉ែខ្ញុំគាត់មិនពាក់ព័ន្ធទេ បានបើអញ្ចឹងឯងឆាប់ប្រាប់យើងមកថាឯងទៅផ្សារធ្វើអីតាំងពីព្រឹករហូតដល់ថ្មើរនេះហើយទើបទៅមកផ្ទះវិញហ៎ គឺខ្ញុំទៅរកខ្សែកដែលខ្ញុំបានធ្វើជ្រុះកាលពីម្សិលមិញនៅឯផ្សារណាលោកពុក តើខ្សែកនោះវាសំខាន់ខ្លាំងប៉ុណ្ណាទៅ ចាសំខាន់ណាស់សំខាន់ជាងអ្វីទាំងអស់ព្រោះវាជាខ្សែកដែលអ្នកម៉ែបានបន្សល់ទុកឲ្យខ្ញុំមុនពេលដែលគាត់លាចាកលោកនេះទៅ ល្អណាស់បើអញ្ចឹងនាងច័ន្ទឯងឆាប់ទៅយករំពាត់មកឲ្យយើង ចាលោកម្ចាស់លោកបងតើលោកបងប្រើនាងច័ន្ទឲ្យទៅយករំពាត់ធ្វើអីនេះកំប្រាប់ណាថាលោកបងយកមកវាយក្មួយច័ន្ទត្រា ត្រូវហើយបងចង់វាយដើម្បីដាស់សតិវាឲ្យភ្ញាក់ខ្លះកុំឲ្យវារឹងក្បាលកាត់ទៅរកម៉ែវាខ្លាំងពេករ ំពាត់មកឲ្យទៀនម្ចាស់ ឆាប់ហុចមកឲ្យយើង
ចាទៀន យើងនឹងវាយឯងមកភ័យរំពាត់ជាការដាក់ទោសដែលឯងមិនគោរពអូនកញ្ចនានឹងទៅណាមកណាមិនប្រាប់អ្នកផ្ទះឲ្យដឹង ជប់សិនលោកបងបើភ័យរំពាត់ច្រើនណាស់ក្មួយចន្ទ្រាឈឺស្លាប់ហើយអាចទេត្រឹមតែ10រំពាត់បានហើយលោកបងអូនណាសុំតែចុះ ឯងមើលចុះថាអូនកញ្ចនាគេល្អជាមួយបែបណាគេកាន់ជើងឯងរហូតតែឯងវិញបែរជាមានចរិតឆ្លើយមិនគោរពអូនកញ្ចនាសោះយើងយល់ដល់ការអង្វររបស់អូនកញ្ចនាយើងវាយឯងតែ10រំពាត់ក៏បាន លោកពុកចង់វាយខ្ញុំប្រមាណរំពាត់ក៏បានដែរខ្ញុំមិនប្រកាសទេព្រោះព្រឹកមិញខ្ញុំខុសពិតមែនប៉ុន្តែរឿងដែលថាខ្ញុំមិនគោរពអ្នកមីងកញ្ចនាខ្ញុំមិនទទួលខុសឡើយព្រោះខ្ញុំមិនបានធ្វើទេ នេះឯងចង់ថាអូនកញ្ចនាមូលបង្កាច់ឯងមែនទេបើគេមូលបង្កាច់ឯងមែននាងមិនមកនិយាយការពារឯងបែបនេះទេឯងនេះដូចម៉ែឯងមិនខុសមែនរមើលគុណឆាប់បែកខ្នងភ្លាមមក អូយអូយអូយវាយវាខ្លាំងជាងនឹងទៀតទៅលោកបងខ្ញុំសប្បាយចិត្តណាស់ពេលឃើញវាឈឺចាប់បែបនេះអូយអូយអូយ ចាប់ពីថ្ងៃនេះទៅបើយើងដឹងថាឯងមិនគោរពនិងមិនស្ដាប់បង្គាប់អូនកញ្ចនាយើងនឹងដាក់ទោសឯងឲ្យខ្លាំងជាងនេះទៀតចាំទុកឮទេ ចាលោកពុក បានហើយចង់ទៅណាក៏ទៅយើងស្អប់មុខឯងណាស់ ចា តើជីវិតចន្ទ្រានឹងត្រូវជួបបញ្ហាបែបណាបន្តទៀតហើយតើអាចទេដែលការឈឺចាប់នេះជំរុញឲ្យនាងក្លាយទៅជាមនុស្សស្រីរឹងមាំហ៊ានងើបឡើងតតាំងជាមួយនឹងម្ដាយចុងរបស់នាងដើម្បីទាមទាររកយុត្តិធម៌សម្រាប់ខ្លួនឯងវិញដូច្នេះបើចង់ដឹងថាសាច់រឿងបន្ទាប់ទៅជាយ៉ាងណាសូមកុំភ្លេចរងចាំតាមដានទស្សនាភាគបន្តសូមអរគុណនិងជម្រាបលា